ទូដឹងថាភរិយារបស់ខ្លួនធ្លាប់ជាស្ត្រីមេម៉ាយប៉ុន្តែវីរៈកងទ័ពដ៏ល្បីឈ្មោះជួមុខម្នាក់នេះនៅតែស្រឡាញ់និងសន្យាដឹកដៃគ្នាចូលរោងការហើយនៅពេលនេះពួកគាត់ក៏សម្រេចតាមសន្យារបស់ពួកគាត់ហើយថ្មីនេះយើងបានដឹងហើយថាគឺមានមង្គលការយ៉ាងច្រើនប៉ុន្តែមង្គលការមួយដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងច្រើនគឺពិធីមង្គលការរបស់វីរៈកងទ័ពខ្មែរយើងម្នាក់គឺមានឈ្មោះថាភាពសុភារ៉ាដែលមានបងប្អូនយើងជាច្រើនបានស្គាល់គាត់រួចមកហើយតាមរយៈស្មារតីការពីជាតិនិងភាពអង់អាចក្លាហានពីការការពារទឹកដីពីចោរឈ្លានពានស្រាប់តែឥឡូវនេះគាត់បានវិលត្រឡប់មកពីសង្គ្រាមគាត់បានដឹកដៃគូដណ្ដឹងគាត់ភ្ជាប់ពាក្យការពី4ខែមុនតាមសន្យាចូលរោងការឃើញបែបនេះក៏មានពុកម៉ែបងប្អូនមហាជនមួយចំនួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាំងពីការតុបតែងរបស់កូនកំលោះនិងកូនក្រមុំមានភាពស្រស់ស្អាតអ្វីដែលធ្វើឲ្យមហាជនកាន់តែមានការចាប់អារម្មណ៍នោះគឺពិធីមង្គលការចិត្តបញ្ចប់នៅក្នុងកម្មវិធីកាត់នំពិធីក៏បានឲ្យកូនកំលោះនិងកូនក្រមុំនិយាយពីអារម្មណ៍របស់ខ្លួនស្រាប់តែកូនក្រមុំក៏បានទំលាយថាគាត់ធ្លាប់មានប្តីម្ដងរួចមកហើយគាត់ក៏បានបន្ថែមទៀតផងដែរថាវីរៈកងទ័ពរបស់យើងក៏គាត់បានដឹងពីរឿងរ៉ាវនេះដែរព្រោះតែសេចក្តីស្រឡាញ់ពិតប្រាកដវីរៈកងទ័ពរបស់យើងក៏មិនបានខ្វល់ពីអតីតកាលរបស់ភរិយាឡើយ